សូមជូនរឿងព្រេងតាក់ទងនឹងពាក្យថាវាអាគាំងរាំងភ្លៀងវាអាកតបើកថ្ងៃពាក្យនេះជាពាក្យដែលក្មេងជំនាន់ដើមតែងតែស្រែកលេងនៅពេលមានភ្លៀងធ្លាក់ក្មេងៗធុញទ្រាន់នឹងភ្លៀងធ្លាក់ណាស់ព្រោះរកចេញដើរលេងទៅឯណាមិនបានវាក៏នាំគ្នាអង្គុយមាត់ចណ្ដាហើយស្រែកថាវាអាគាំងរាំងភ្លៀងវាអាកតបើកថ្ងៃមានរឿងព្រេងបុរាណមួយតាក់ទងនឹងពាក្យនេះថាកាលនោះមានបុរសម្នាក់ទៅរៀនអក្សរនៅវត្តរៀនចាំតែអក្សរណមោពុទ្ធិយៈសទ្ធុំអហាអត់អីតែប៉ុណ្ណោះរៀងទៅមុខទៀតមិនចាំសោះលោកគ្រូនិងសិស្សឯទៀតនាំគ្នាឲ្យឈ្មោះថាបុរសអត់អីបុរសអត់អីខឹងចិត្តក៏ដើរចេញពីវត្តពីភូមិខ្លួនទៅប្រទះឃើញវត្តចាស់មួយដែលគេបោះបង់ចោលនៅក្នុងព្រៃឆ្ងាយអំពីភូមិស្រុកបុរសនោះដើរមើលសពគ្រប់ទៅឃើញស្បង់ជីពរចាស់ចាស់មួយប្រដាប់ក៏យកមកស្លៀកពាក់បួសដោយខ្លួនឯងអ្នកស្រុកភូមិដើរទៅមកកាត់វត្តនោះឃើញព្រះសង្ឃគង់ស្រមោចតែឯងក៏កាត់សេចក្តីជ្រះថ្លាទើបយកកូនចៅឲ្យទៅនៅបម្រើលោកឥតអីនេះបានកូនសិស្សដល់ទៅ2នាក់មួយឈ្មោះអាគាំងមួយឈ្មោះអាកតដល់រដូវភ្ជុំបិណ្ឌគ្មានឧបាសកទាយុណាចូលទៅធ្វើបុណ្យនៅវត្តលោកគ្រូឥតអីនោះសោះលោកគ្រូបានឲ្យអាគាំងនិងអាកតដើររើសសម្បកនំអន្សមពីវត្តឯទៀតមកចាក់កនៅទីវត្តខ្លួនដើម្បីឲ្យអ្នកដើរមកកាត់នោះយល់ថាមានគេមកធ្វើបុណ្យនៅវត្តនេះដែរតែទោះបីធ្វើដូច្នេះហើយក៏នៅតែគ្មានមនុស្សចូលទៅធ្វើបុណ្យទៀតលុះយូរទៅកាន់តែអត់ទៅលោកគ្រូទ្រាំមិនបានក៏ប្រើកូនសិស្សឲ្យទៅលួចនឹងគាល់អ្នកស្រុកយកទៅលាក់រួចឲ្យមកប្រាប់កន្លែងលាក់នៅត្រង់ណាជាស្រេចទើបឲ្យសិស្សនោះទៅអួតប្រាប់ម្ចាស់នឹងគាល់ថាលោកគ្រូខ្ញុំចេះចាប់យាមពូកែណាស់ហើយលោកយកកំណល់តែចង្ហាន់មួយស្ពរទេអាគាំងនិងអាកតក៏ធ្វើតាមបង្គាប់និយាយអំពីអ្នកស្រែដែលបាត់នឹងគាល់លុះដើររកអស់ចិត្តហើយមិនឃើញសោះក៏រៀបចំចង្ហាន់យកទៅរកលោកគ្រូអត់អីលោកគ្រូអត់អីទាញក្តារឈ្នួនយកមកគូវាអត់អីមួយសន្ទុះក៏ទាយថាអត់អីប៉កចេះដងនៅទីនេះផាលនៅទីនោះហើយចង្អុលប្រាប់ទិសអ្នកស្រែទៅរកតាមដៃគ្រូឃើញប្រកបមែនក៏ត្រឡប់ទៅភូមិវិញអួតប្រាប់គ្នាថាលោកគ្រូអត់អីទាយឈុតណាស់លោកគ្រូអត់អីក៏ល្បីល្បាញកេរ្តិ៍ឈ្មោះហើយសម្បូរលៀបសក្ការៈជាហោហែគ្រាមួយនោះព្រះរាជបុត្រីនៃព្រះមហាក្សត្រកើតបោសនៅព្រះឧត្តរបោសនោះពឺតខ្លាំងណាស់ព្រះនាងទ្រង់ព្រះកន្សែងយ៉ាងខ្លាំងព្រះបិតាទ្រង់ចាត់ឲ្យប៉ៅកងប៉ៅខ្នោះរកគ្រូចេះស្ដោះផ្លុំដើម្បីឲ្យបោសនោះធ្លាយឲ្យព្រះនាងបានធូរស្រាលអាមាត្យប៉ៅកងទៅជួបនឹងអ្នកស្រុកក៏អួតសរសើរអំពីលោកគ្រូអត់អីថាចេះទូទាយចំណាប់ណាស់អាមាត្យក៏នាំដំណឹងនោះទៅទូលព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់ឲ្យប្រើនិមន្តលោកគ្រូអត់អីនោះមកជាប្រញាប់លុះរាជអាមាត្យចូលទៅក្រាបថ្វាយបង្គំលោកគ្រូទូលតាមដំណើរហើយលោកគ្រូភ័យខ្លាំងណាស់មិនដឹងប្រកែកយ៉ាងណាក៏ឡើងគង់លើឲ្យគេសែងយកទៅលុះដល់ពាក់កណ្ដាលផ្លូវលោកគ្រូប្រុងរត់គេចក៏សុំអ្នកសែងឲ្យដាក់លោកចុះដើម្បីទៅដោះទុកសត្វលោកដើរចូលព្រៃបំរុងនឹងវេះពួនឲ្យបាត់តែពួកអាមាត្យចេះតែដើរតាមជាប់ពីក្រោយលោកដើរទៅស្រាប់តែប្រទះនឹងកុកគ្រោងមួយនៅក្នុងត្រពាំងលោកភ្ញាក់លាន់មាត់ថាកុកគ្រោងខ្ពស់ចង្គ្រោងចោតហើយដើរទៅទៀតប្រទះឃើញសត្វទន្សាយមួយទន្សាយនោះក៏ផ្អើលលោតផ្លោតទៅជន់លើសត្វកង្កែបស្រែកវឹបរត់ចូលទៅក្នុងគុម្ពស្មៅលោកគ្រូកិច្ចខ្លួនមិនរួចក៏ត្រឡប់មកលើគ្រែវិញចូលទៅដល់ក្នុងវាំងលោកគ្រូភ័យណាស់ដើរទាំងរញីរញ័រស្ដេចក៏និមន្តលោកឲ្យចូលទៅក្នុងប្រាសាទព្រះរាជបុត្រីដែលកំពុងទ្រង់ព្រះកន្សែងព្រោះបោសពឺតខ្លាំងណាស់លោកគ្រូឃើញព្រះនាងទ្រង់ព្រះកន្សែងអាណិតណាស់
មិនដឹងគិតដូចម្ដេចបើខ្លួនមិនចេះអ្វីសោះតែទទួលនឹកឃើញរឿងនៅពេលដែលខ្លួនគិតទៅពួនក៏ស្រែកឡើងថាកុកក្រងខ្ពស់ចង្ក្រងចោតទន្សាយលោតផ្លោតកង្កែបស្រែកវក់រួចលោកស្ដោះផែតទៅលើបោសព្រះនាងឮគាថាលោកគ្រូផ្លែកចម្លែកក៏អស់សំណើចខឹសបោសដែលធ្លាយឡើងមុខខ្មៅរលោងប្រងតែនឹងធ្លាយក៏ធ្លាយខ្ទុះវូនាំឲ្យបាត់ពឺតភ្លាមព្រះរាជាឃើញដូច្នោះយល់ថាលោកគ្រូអត់អីពូកែមែនក៏រៀបសង្កត់សាលាហើយទំនុកបំរុងវត្តនោះជាអចិន្ត្រៃយ៍មនុស្សម្នាក៏ចុះចូលទៅធ្វើបុណ្យនៅវត្តនោះយ៉ាងកុះករជាងវត្តនានាលុះកន្លងយូរទៅនៅក្នុងនគរនោះគ្មានភ្លៀងសោះក្តៅរីងស្ងួតហួតអស់ទឹកបឹងបួរស្លាប់គោស្លាប់ក្របីអ្នកស្រុកចលាចលនាំគ្នាឡើងទៅទូលស្ដេចឲ្យជួយដោះទុក្ខភ័យនោះព្រះរាជាទ្រង់ត្រាស់ប្រើឲ្យរាជអាមាត្យទៅនិមន្តលោកគ្រូឥតអីមកទស្សទាយមើលរាជអាមាត្យក៏យកទៅនិមន្តលោកគ្រូដូចមុនទៀតលោកគ្រូភ័យណាស់មិនដឹងជាទាយដូចម្ដេចបើខ្លួនគ្មានចេះអ្វីសោះគិតថាម្ដងនេះច្បាស់ជាស្ដេចយកទោសដល់ជីវិតហើយគិតរកផ្លូវកិច្ចវ៉ែដូចមុនទៀតតែជាភ័ព្វវាសនាល្អរុក្ខទេវតាដែលនៅក្នុងព្រៃនោះមានចិត្តអាណិតលោកក៏និមិត្តខ្លួនជាកង្កែបមេកូននិយាយសួរគ្នាថាម៉ែកាលណាទើបមានភ្លៀងធ្លាក់បើក្តៅស្ងួតយ៉ាងនេះកង្កែបមេឆ្លើយថា7ថ្ងៃទៀតនឹងមានភ្លៀងធ្លាក់យ៉ាងធំ7យប់7ថ្ងៃលិចត្បាល់អង្រែអ្នកស្រុកអស់មិនខានលោកគ្រូឮដូច្នោះអស់ព្រួយក៏នឹកថាតែប៉ុណ្ណេះរួចពីស្លាប់ទៀតហើយអញហើយក៏និមន្តត្រឡប់មកលើវិញលុះចូលទៅដល់ព្រះរាជវាំងលោកក៏ទស្សទាយថ្វាយស្ដេចតាមមេកង្កែបនិយាយប្រាប់កូនព្រះរាជាផ្សាយដំណឹងដល់ប្រជានុរាស្ត្រឲ្យប្រុងប្រៀបប្រដាប់ប្រដាត្បិតនឹងមានភ្លៀងធំជន់លិចគ្រប់ទិសទីការទើបនឹងភ្លៀងថ្ងៃដំបូងអ្នកស្រុកត្រេកអរគ្រប់គ្នាប៉ុន្តែលុះភ្លៀងមិនស្រាកស្រាសោះទឹកក៏ជន់លិចរកដើរទៅណាមកណាមិនរួចគូពពែទាំងឡាយក៏មិនដឹងជានាំយកទៅទុកដាក់ឯណារងាញ័រញាក់គ្រប់ប្រានអ្នកស្រុកក៏នាំគ្នាទៅរកលោកគ្រូអត់អីឲ្យជួយបញ្ឈប់ភ្លៀងឯលោកគ្រូអត់អីក្រឡេកឃើញអ្នកស្រុកដើរមកតម្រង់វត្តទាំងវងពីចម្ងាយនឹកឆ្ងល់ណាស់ក៏ប្រើកូនសិស្សឲ្យរត់ចេញទៅសួរមើលតើគេមកមានការអ្វីក៏មកច្រើនគ្នាម្លេះអាគាំងទៅសួរដឹងរឿងថាគេមករកលោកគ្រូសូមធ្វើឲ្យបាត់ភ្លៀងក៏ទៅទូលលោកគ្រូតាមដំណើរលោកគ្រូប្រាប់អាគាំងថាកាលណាគេចូលមកដល់អញនឹងធ្វើជាខឹងដេញវាយឯងកុំឲ្យគេសួរអញកើតលុះអ្នកស្រុកចូលទៅដល់លោកគ្រូកន្ត្រាក់ដំបងដេញវាយអាគាំងមែនអាគាំងរត់ទៅក្រៅវត្តលោកក៏ដេញតាមទៅទៀតទទួលពេលនោះភ្លៀងក៏រាំងល្មមអ្នកស្រុកត្រេកអរណាស់នាំគ្នានិយាយថាលោកគ្រូដេញវាយអាគាំងរាំងភ្លៀងក្រៅពីរាំងភ្លៀងមកចំនួន 3-4 ថ្ងៃមេឃនៅតែស្រទុំមិនព្រមបើកថ្ងៃសោះអ្នកស្រុករកហាលអ្វីក៏មិនកើតក៏នាំគ្នាទៅរកលោកគ្រូឥតអីម្ដងទៀតលោកគ្រូក៏ចាប់វាយអាកោតម្ដងធ្វើដោយកាលធ្វើជាមួយអាគាំងកំពុងតែដេញវាយអាកោតនោះស្រាប់តែពពករសាត់ចេញអស់ពន្លឺព្រះអាទិត្យក៏រះឡើងអ្នកស្រុកអរណាស់នាំគ្នាស្រែកថាលោកគ្រូវាយអាកោតបើកថ្ងៃត្រង់នេះហើយដែលអ្នកស្រុកនិងក្មេងចំនួនមុនកាលណាភ្លៀងក្ររាំងតែងតែស្រែកថាវាយអាគាំងរាំងភ្លៀងវាយអាកោតបើកថ្ងៃជារហូតមកខាងក្រោយយូរមកទៀតព្រះរាជាទ្រង់ធ្វើពិធីបុណ្យមួយយ៉ាងធំក្នុងព្រះបរមរាជវាំងឲ្យនិមន្តលោកគ្រូឥតអីទៅទេសនាព្រោះព្រះអង្គទ្រង់ចាត់ទុកលោកគ្រូអង្គនេះជាអ្នកចេះដឹងជាងគេហើយប្រគេនអាសនៈដ៏ខ្ពង់ខ្ពស់ជាងគេលោកគ្រូភ័យណាស់មិនដឹងគិតដូចម្ដេចដោយយប់ស្ងាត់ក៏ដុតវត្តអារាមចោលលុះព្រឹកឡើងលោកក៏និមន្តទៅវាំងអាចារ្យក៏គោះរគាំង3 ដងជាសញ្ញាឲ្យលោកសម្ដែងធម៌លោកគ្រូតាំងស្រែករហូយំមើលទៅស្ដេចត្រាស់សួរថាហេតុម្ដេចក៏យំលោកថាអាត្មាទេមិនកើតទេ
ស្ដាយគម្ពីរដែលឆេះពីយប់មិញខ្លាំងណាស់ព្រះរាជាទ្រង់អនុគ្រោះឲ្យនិមន្តលោកអាទិត្យទេសជំនួសទៅឯទីកន្លែងវត្តលោកគ្រូអត់អីនៅដល់សពថ្ងៃត្រង់ភូមិអង្គររឹងឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺគេហៅទួលអត់អីដល់សពថ្ងៃយើងខ្ញុំសូមអរគុណដល់អស់លោកស្រីនាងកញ្ញាដែលបានស្ដាប់កំសាន្តតាំងពីដើមរហូតមកដល់ចប់សូមលោកអ្នកចុច Subscribe ដើម្បីទទួលបាននូវរឿងព្រេងនិទានជាច្រើនបន្តបន្ទាប់ទៀតសូមអរគុណ